ខ្ញុំក៏ធ្លាប់គេយកទៅលុតជង្គង់នៅមាត់ដៅ3 ដងតែអនុចារបងសិនទីមុតថ្ងៃហ្នឹងគឺវាយ7 នាក់ហើយចេញទៅ7 នាក់គាត់ជាឈ្មោះចុងក្រោយ Clinic កែសម្ផស្សអេឡិចក៏បានឧបត្ថម្ភលុយមួយចំនួនជូនដល់លោកពូចាជំរាបសួរលោកពូចាលោកពូជួយណែនាំឈ្មោះលោកពូទៅកាន់បងប្អូនយើងផងបាទខ្ញុំបាទសូមជំរាបសួរដល់បងប្អូនខ្ញុំបាទឈ្មោះកៅចំណាត់ហើយសប្តាហ៍ថ្ងៃគឺរស់នៅក្នុងបន្ទប់ជួលនៅភូមិព្រែកតលសង្កាត់ទឹកមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញយើងនេះចាសំទោសលោកពូឥឡូវបច្ចុប្បន្នលោកពូមានអាយុប៉ុន្មានខ្ញុំមានអាយុ81ឆ្នាំចាហើយលោកពូថាតាំងពីឆ្នាំណាដែលលោកពូថាលោកពូបានធ្លាប់ជាប់នៅមន្ទីរជាមួយនឹងលោកតាសិនស៊ីសមុទ្រលោកពូបាទខ្ញុំជួបលោកសិនស៊ីសមុទ្រនៅក្នុងមន្ទីរឃុំឃាំងនៅក្នុងឆ្នាំកំឡុងក្នុងឆ្នាំ1975ហើយពេលនោះលោកពូមានអាយុប៉ុន្មានហើយលោកតាសិនស៊ីសមុទ្រមានអាយុប៉ុន្មានពេលនៅមន្ទីរហ្នឹងលោកពូពេលនោះគឺលោកសិនស៊ីសមុទ្រនឹងមានអាយុប្រហែលជាអាចនឹង41 42ឆ្នាំហើយឯខ្ញុំនេះគឺមានវ័យ29ឆ្នាំដំណើរដើមតងគឺបងសិនស៊ីសមុទ្រនឹងគាត់ជាប់មុនខ្ញុំ2 ខែចា៎បានខ្ញុំទៅជាប់ក្រោយចុះពេលនោះលោកពូគេដាក់មន្ទីរឃុំឃាំងហើយលោកតាសិនសមុទ្រគេយកគាត់ទៅណាកាលនោះគឺថាធម្មតាអ្នកទោសនៅក្នុងចំនួននោះគឺតែងតែទទួលទរណកម្មខ្លោបសាទាំងលោកសិនស៊ីសមុទ្រក៏ដូចជាខ្ញុំទាំងខ្ញុំក៏ដូចជាបងប្អូនទាំងអស់ចា៎ដែលរួមរស់នៅក្នុងមន្ទីរឃុំឃាំងហ្នឹងគឺតែងតែទទួលការវាយដំច្រាំទេហើយម្ហូបអាហារទៀតគឺយើងបានទទួលពីពេលចា៎ព្រឹកម៉ោង9គឺកតុគល់ចេកមួយវែកថ្ងៃអាសៀលកតុគល់ចេកមួយវែកពេលដែលគេហៅបងសិនទីមុតទៅក៏មានថ្នាក់ត្រាំខ្ញុំហៅទៅក៏មានថ្នាក់ត្រាំបងប្អូនអ្នកទោសដតីទៀតក៏មានថ្នាក់ត្រាំចាលោកពូហើយនៅក្នុងមន្ទីរឃុំឃាំងនោះបើនិយាយរៀបរាប់ទៅគឺអ្នកខ្លះដោយទាំងប្រពន្ធទាំងកូនទៅចាបាទដោយទាំងប្រពន្ធដោយទាំងកូនប៉ុន្តែប្រពន្ធកូននោះគេអត់ដាក់ខ្នោះហើយចាដែលឡែកប្រុសយើងគេដាក់ខ្នោះបាទហើយជារៀងរាល់ថ្ងៃបាក់រសៀលអាចខ្ទង់ថាម៉ោង3ម៉ោង4គឺតែងតែឆ្លប់របស់គេ2 3នាក់មកហាវនឹងគឺមកហាវចេញទៅដោយបំពាក់នៅចំហមួយថាដោយយល់អង្គការយល់ឃើញថាបងប្អូនមានចំហស្មោះត្រង់អង្គការចឹងគេឲ្យត្រូវវិលទៅថាគាត់ទៅជួបជុំប្រពន្ធកូនប៉ុន្តែតាមពិតអត់មានទេគឺយកទៅសម្លាប់ចោលតែម្ដងបាទជារៀងរាល់ថ្ងៃណាក៏ដូចថ្ងៃណាក៏ដូចថ្ងៃណាដល់ពេលដែលអញ្ចឹងអ្នកទោសទាំងឡាយដែលនៅក្នុងមន្ទីរឃុំឃាំងនោះគឺឲ្យតែឃើញពួកឆ្លប់មកគឺតែងតែលើកដៃបួងសួងលើកដៃប្រណម្យនឹកក្នុងចិត្តថាកុំឲ្យមានឈ្មោះតែអនុចារបងសិនទីមុតថ្ងៃហ្នឹងគឺវាយ7 នាក់ហើយចេញទៅ7 នាក់គាត់ជាឈ្មោះចុងក្រោយអូអញ្ចឹងបានន័យថាថ្ងៃដែលគេហៅទៅហ្នឹងលោកតាសិនទីមុតគាត់បានមរណភាពតាំងថ្ងៃហ្នឹងមែនបាទតាំងពីពេលហ្នឹងមករហូតមកគឺការមរណភាពរបស់គាត់ដែលខ្ញុំអាចប្រមាលមើលថានៅចុងឆ្នាំនៅចុងខែ11ឬក៏អាចដើមខែ12 1975ចាលោកពូកាត់ពូទីឆ្នាំ1975ហ្នឹងបានន័យថាអ្នកកាលហ្នឹងលោកពូមានតួនាទីបនស័កអីឬក៏អីព្រោះអីលោកតាសិនសមុទ្រគាត់ល្បីហើយលោកគង់សម្ពុទ្ធពេលដែលខ្ញុំចេញទៅនៅក្នុងរបបលន់នល់គឺខ្ញុំបានធ្វើទាហានអូចាបាទធ្វើទាហានបាទធ្វើទាហានគេចាំយកទៅដាក់មន្ទីរឃុំឃាំងលោកពូយកដាក់មន្ទីរឃុំឃាំងការដាក់មន្ទីរឃុំឃាំងនេះគឺមិនកំណត់ថាជាអ្នកណាមានមុខងារជាអ្វីឬក៏ជាមន្ត្រីរាជការអីនេះចឹងដោយលពូថានៅមន្ទីរឃុំឃាំងហ្នឹងពេលដែលគេមកហៅឈ្មោះលពូតែងតែបួងសួងពេលនោះលពូបានបួងសួងអីខ្លះបានលពូឆ្លងផុតមកដល់ខ្ញុំក៏ធ្លាប់គេយកទៅលុតជង្គង់នៅមាត់ដៅ3 ដងបាទតែពេលកាលមិនដឹងជាយ៉ាងម៉េចក្នុង6 7នាក់គេវាយផុងពីនោះមកហើយនៅក្នុងរណ្ដៅមួយជួនកាលពេលខ្លះកន្លះម្ដៅនោះគឺច្រើនអ្នកតើតែកាចម្ដៅបានគេលុបម្ដងកាចម្ដៅបានគេលុបម្ដងបាទមិនមែនបានសេចក្តីថាយើងជីកមួយម្ដៅហ្នឹងយើងកប់តែម្នាក់អីទេអត់ទេតើអញ្ចឹងការវាយទៅហ្នឹងជួនកាលធម្មតាតែវាយពងទៅมันអាចទាន់ស្លាប់ភ្លាមទេ
ប៉ុន្តែដោយដៃជាប់ចំណងកាប់មុខទៅលើសាកសពដែលលួយខ្លះអីវាមិនអាចដកដង្ហើមបានទេបាទមិនអាចដកដង្ហើមខ្ញុំ3ដង 3 ដងលពូឃើញរូបភាព បាទរូបភាពផ្ទាល់ហើយពេលការមកដល់ចិត្តខ្ញុំមានក្មេងម្នាក់ដែលជាឆ្លូមថាកុំវាយអាមួយហ្នឹងគឺមិត្តបងឲ្យយកទៅវិញខ្ញុំក៏បានចិត្តរួចខ្លួនរហូតមកទល់ថ្ងៃនេះ លពូរឿងរ៉ាវដែលលពូបាននៅជាមួយលោកតាស៊ីនសមុទ្រហើយលពូបានចងក្រងជាសភៅហ្នឹងតើចងក្រងបែបម៉េចដែរលពូ ខ្ញុំបានសរសេរជារឿងលក្ខណៈប្រឡោមលោក ចាលពូ បាទជាប្រឡោមលោកហ្នឹងខ្ញុំសរសេរនៅក្នុងរឿងរ៉ាវនៅក្នុងមន្ទីរឃុំឃាំង ចា នៅការទិរុណកម្មយ៉ាងខ្លោចផ្សាចំពោះអ្នកទោសនិយាយជារួមនិងនិយាយដោយឡែកគឺចំពោះលោកស៊ុនទីសមុទ្រហើយនឹងខ្លួនខ្ញុំ ចាលពូចា ហើយបោះពុំលើកទី1នេះគឺដោយទទួលការឧបត្ថម្ភអំពីនាយឧត្តមសេនីយ៍ផ្កាយ4 ចា នៅគាត់នៅខាងអគ្គភស្តុភារក្រសួងមហាផ្ទៃបោះពុំ 3000 បាទហើយបន្តមកនេះក៏ខ្ញុំកែចំណងជើងខ្លះដាក់ថារបួសអតីតកាលបាទនឹងជួបលោកស៊ុនទីសមុទ្រនៅមន្ទីរ15ដដែលមានទំហំទំព័ររហូតទៅដល់190អាមុននេះលើកទី1មានតែ90ទេដោយថាយើងកាត់យកពាក់កណ្ដាលកាត់យកពាក់កណ្ដាលរឿងអញ្ចឹងយើងនេះបានបំពេញបន្ថែមទាំងអស់បាទបំពេញបន្ថែម គឺនិពន្ធលពូផ្ទាល់ បាទខ្ញុំសរសេរផ្ទាល់ខ្ញុំសំងំនៅក្នុងបន្ទប់នឹងរយៈពេល3ខែ ចា ដៃម្ខាងខ្ញុំសរសេរដៃស្ដាំសរសេរដៃឆ្វេងខ្ញុំជូតទឹកភ្នែកព្រោះពេលនោះយើងត្រូវដាក់អារម្មណ៍ហើយការសរសេរនឹងខ្ញុំត្រូវគិតអង្គុយស្មឹងស្មាតនឹកទៅដល់អតីតកាលនៅដល់អ្វីដែលខ្ញុំសម័យមើលឃើញបានអាចយើងសរសេរបាន ដោយសារលពូនៅជួបផ្ទាល់នៅជាមួយគាត់ផ្ទាល់បានរយៈពេលប្រហែលខែដែលលពូពេលនៅក្នុងមន្ទីរ ខ្ញុំនៅជាមួយគាត់នឹងបាន2ខែ អូនៅក្នុងមន្ទីរ បាទ2ខែ ខាង2ខែ បាទហើយនិយាយឲ្យត្រង់ទៅគឺបើនិយាយទៅគឺលោកស៊ុនទីសមុទ្រក៏ជាគ្រូរបស់ខ្ញុំដែរ អូចា ព្រោះខ្ញុំបានតែសុំគាត់តែងជួយបង្ហាត់បង្ហាញតែងនិពន្ធបទចម្រៀង ចា បាទសម្រាប់ខ្ញុំតែងនិពន្ធបទចម្រៀងបានច្រើនដែរមានបានប្រហែលបទប៉ុន្តែយើងធ្វើអកើតមកពីអ្នកច្រៀងក៏ត្រូវទារលុយតិចយូរក៏ទារលុយអញ្ចឹងអាធ្វើមេឡូឌីក៏ទារលុយដែរហើយក្រោយមកខ្ញុំសរសេរសម្រាប់ដួងចិត្តប៉ែនរ៉នមួយចង់និយាយអំពីប៉ែនរ៉នហ្នឹងគាត់ជាប់គុកនៅវត្តត្រប់គោបាទហើយគេចាប់យកគាត់ទៅហ្នឹងទាំងកណ្ដាលអាត្រិតអូសទាំងកូនគាត់ពេលនោះភ្លៀងរន្ទះ ក្នុងឆ្នាំម៉ានដែរលពូ ឆ្នាំ75ដែរ អូអញ្ចឹងបានន័យថាអ្នកល្បីជំនាន់ហ្នឹងគឺ បាទ មកពេលហ្នឹងទាំងអស់ បាទខ្ញុំសរសេរទៅប៉ុន្តែយើងអត់អីផលិត ចា អត់អីអ្នកច្រៀងអត់មានរកអ្នកច្រៀងបានប៉ុន្តែគេទារលុយទារចិត្តទៅ100ហើយខ្ញុំជម្រាបក្មួយតាមត្រង់មានពេលខ្លះខ្ញុំដាច់បាយ ចាលពូ ព្រោះការចាយវាចំណាយជួនពេលខ្លះខ្ញុំអត់ស្រួលខ្លួន ចាលពូ ត្រូវទៅពេទ្យ ចា អញ្ចឹងលុយក៏គ្មានអីក៏គ្មានខ្ញុំមានដាំបបរមកក្តាប់មួយទឹកស៊ីអ៊ីវទៅ ជីវិតជាក់ស្ដែង បាទជីវិតជាក់ស្ដែងរបស់ខ្ញុំប៉ុន្តែខ្ញុំនៅតែរស់ រស់បាន បាទរស់មកទៅពេលនេះ ចាបងប្អូនទាំងអស់គ្នាដែលសារមកជួបលពូមានឋានភាពពិបាកខ្វះខាតអញ្ចឹងក៏បានតាក់ទងទៅ clinic កែសម្ផស្សអេឡិចក៏បានឧបត្ថម្ភលុយមួយចំនួនជូនដល់លពូ ថ្ងៃនេះមានក្តីសប្បាយរីករាយជាទីបំផុតដោយបានទទួលនៅថវិកាក្នុងការឧបត្ថម្ភរបស់ clinic កែសម្ផស្សអេឡិចបាទសូមថ្លែងអំណរគុណហើយថ្លែងអំណរគុណទៀតហើយក៏ខ្ញុំបាទគ្មានអីមានតែម្រាមដៃ10លើកដៃបណ្ដំបួងសួងដល់ទូតស្វាមីបានមីគ្រប់អង្គទាំងអស់សូមឲ្យតាមថែសារនៅ clinic អេឡិចកែសម្ផស្សសូមឲ្យលោកមានសុខភាពមាំមួនកម្លាំងខ្លាំងក្លាបញ្ញាទិវ័យសូមឲ្យមានអតិថិជនកាន់តែច្រើនទៅទៀតសូមជូនពរទទួលនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លីក្លាយបាទ អរគុណលពូជូនពរលពូអាយុវែងមានសុខភាពកាន់តែល្អលពូចាអរគុណលពូ បាទ